ផ្ទះខ្មោចជាប់ផ្លូវជាតិនៅយប់មួយក្នុងពេលភ្លៀងរលឹមសុផលនិងស្រីពេជ្រគឺជាប្តីប្រពន្ធនឹងគ្នាដែលបានធ្វើដំណើរត្រឡប់មកពីចូលរួមពិធីមង្គលការមិត្តភ័ក្តិនៅខេត្តឆ្ងាយដោយជិះនៅតាមផ្លូវជាតិស្ងាត់ជ្រងំក្រោមភ្លៀងរលឹមស្រេចងងឹតសូន្យសងមានតែពន្លឺចង្គៀងមុខឡានរបស់សុផលនិងស្រីពេជ្រតែប៉ុណ្ណោះដែលចាំងបំភ្លឺផ្លូវកោងវិចវេចុះឡើងបន្តិចក្រោយមកភ្លៀងក៏ចាប់ផ្ដើមធ្លាក់កាន់តែខ្លាំងរហូតសុផលនិងស្រីពេជ្រមើលផ្លូវលែងសូវច្បាស់ពេលនោះស្រីពេជ្របាននិយាយទៅកាន់ប្តីរបស់នាងថាបងសុផលយើងគួររកកន្លែងជ្រៅភ្លៀងសិនទៅភ្លៀងខ្លាំងណាស់ពួកយើងមើលផ្លូវមិនឃើញទេបងរួចហើយសុផលក៏ងក់ក្បាលយល់ព្រមហើយអ្នកទាំងពីរក៏ព្យាយាមសម្លឹងមើលផ្ទះសំណាក់ឬកន្លែងណាអាចជ្រៅភ្លៀងបានមួយសន្ទុះក្រោយមកពួកគេក៏ប្រទះឃើញផ្ទះឈើបុរាណមួយលើចេញពីព្រៃនៅខាងឆ្វេងដៃផ្លូវដោយផ្ទះនោះមើលទៅហាក់បីដូចជាត្រូវគេបោះបង់ចោលប៉ុន្តែនៅលើផ្ទះមានពន្លឺព្រិលក្រហមព្រាលដូចជាពន្លឺភ្លើងទៀនដែលជះចេញពីបង្អួចមួយនៅជាន់ទី2សុផលនិងស្រីពេជ្រឃើញដូច្នោះក៏បានបត់ចង្កូតរថយន្តចូលទៅក្នុងរបងផ្ទះហើយអ្នកទាំងពីរបានចូលពីរថយន្តក្នុងអាកាសធាតុត្រជាក់ស្រេបទាំងភ្លៀងធ្លាក់មើលយ៉ាងខ្លាំងពេលនោះសុផលបានទៅគោះទ្វារផ្ទះចាស់នោះប៉ុន្តែគ្មាននរណាម្នាក់បើកទ្វារនោះឡើយរួចហើយគាត់ក៏ព្យាយាមគោះទ្វារផ្ទះនោះម្ដងហើយម្ដងទៀតរំពេចនោះស្រាប់តែទ្វារក៏បានរបើកដោយខ្លួនឯងបានធ្វើឲ្យពួកគេទាំងពីរអ្នកប្តីប្រពន្ធភ្ញាក់ព្រឺតរួចហើយសុផលបានស្រែកស៊ូទៅម្ចាស់ផ្ទះប៉ុន្តែទោះបីជាសុផលប្រឹងស្រែកហៅម្ចាស់ផ្ទះ3-4 10 ដងយ៉ាងណាក្តីក៏គ្មាននរណាម្នាក់ឆ្លើយតបនឹងសុផលនោះដែររីឯប្រពន្ធរបស់សុផលស្រីពេជ្រវិញរូបនាងមានអារម្មណ៍នៅក្នុងចិត្តភ័យខ្លាចជាខ្លាំងនាងបានចាប់ដៃប្តីរបស់នាងឡើងណែនបន្ទាប់មកសុផលនិងស្រីពេជ្រក៏បានសម្រេចចិត្តដើរចូលទៅក្នុងផ្ទះនោះពេលចូលទៅដល់ក្នុងផ្ទះនោះមានសភាពងងឹតសូន្យឈឹងមានតែពន្លឺផ្លេចបន្ទោឆ្វេងឆ្វាយដែលចាំងមើលតាមមាត់បង្អួចម្ដងម្កាលតែប៉ុណ្ណោះរីឯនៅក្នុងផ្ទះមានធូលីដីដណ្ដប់ហុយជ្រុបហើយមានវត្ថុចាស់ជាច្រើនគ្របដណ្ដប់ដោយសំពត់សពេលនោះសុផលនិងស្រីពេជ្រក៏បន្តដើរចូលទៅក្នុងកាន់តែជ្រៅភ្លាមនោះស្រាប់តែមានសំឡេងបិទទ្វារឮសូរក្រឹបបានធ្វើឲ្យពួកគេទាំងពីរនាក់ភ្ញាក់ព្រឺតនិងបានដើរត្រឡប់មកក្រោយមករកទ្វារវិញប៉ុន្តែពេលមកដល់ទ្វារត្រូវបានបិទយ៉ាងជិតហើយគ្មានកូនសោនៅក្បែរទ្វារនោះឡើយបានធ្វើឲ្យពួកគេទាំងពីរនាក់មានភាពភ័យខ្លាចជាខ្លាំងបន្ទាប់មកសុផលក៏ព្យាយាមយកឈើប្រង់គាស់ទ្វារនោះឲ្យរបើកប៉ុន្តែទោះបីជាយ៉ាងណាសុផលមិនអាចគាស់ទ្វារនោះឲ្យរបើកបាននោះដែរដោយគ្មានជំរឿពួកគេទាំងពីរក៏សម្រេចចិត្តឡើងទៅជាន់ខាងលើដោយប្រថុយដោយសង្ឃឹមថានឹងរកបង្អួចឬទ្វារផ្សេងទៀតដែលអាចចុះមកខាងក្រោមវិញបានពេលសុផលនិងស្រីពេជ្រដើរទៅដល់ជាន់ទី2ពួកគេក៏ឃើញពន្លឺដែលពួកគេបានឃើញពីខាងក្រៅវាជាពន្លឺភ្លើងទៀនក្រហមមេចេញពីបន្ទប់មួយនៅជ្រុងខាងលិចនៅខាងឆ្វេងដៃរបស់ពួកគេរួចហើយសុផលនិងស្រីពេជ្របានកាន់ដៃគ្នាយ៉ាងណែនបោះជំហានភ្នំមួយទាំងអារម្មណ៍ភ័យខ្លាចដើរទៅបន្ទប់មានពន្លឺភ្លើងទៀននោះពេលដែលពួកគេទាំងពីរដើរជិតដល់មាត់បន្ទប់ស្រាប់តែសុផលនិងស្រីពេជ្រមានអារម្មណ៍ក្លិនផ្កាម្លិះដ៏ឈ្ងុយឈ្ងប់មិនតែប៉ុណ្ណោះក៏មានឮសំឡេងមនុស្សស្រីច្រៀងល្វើយយ៉ាងស្រទន់នៅក្នុងបន្ទប់ទៀតផងបន្ទាប់មកសុផលនិងស្រីពេជ្រក៏ចាប់ផ្ដើមមានអារម្មណ៍រត់តែភ័យឡើងប៉ុន្តែពួកគេទាំងពីរនាក់ក៏ប្រឹងដើរទៅមុខបន្ទប់រួចហើយសម្លឹងមើលទៅទ្វារបន្ទប់នោះដោយឃើញថាទ្វារនោះមិនបានបិទជិតនោះទេបន្ទាប់មកសុផលនិងស្រីពេជ្រក៏សម្រេចចិត្តរុញទ្វារចូលទៅដោយនៅក្នុងបន្ទប់នោះពួកគេក៏ឃើញមានស្ត្រីម្នាក់អង្គុយសិតសក់នៅមុខកញ្ចក់សក់របស់នាងវែងអន្លាយហើយនាងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបុរាណនិងបានអង្គុយច្រៀងយ៉ាងអន្លង់អន្លួចតែម្នាក់ឯងហើយស្ត្រីម្នាក់នោះនៅតែបន្តសិតសក់មិនបានងាកមើលពួកគេនោះឡើយបន្តិចភ្លាមនោះស្រាប់តែនាងក៏ចាប់ដើមសើចខណៈដែលសម្លេងច្រៀងរបស់នាងកាន់តែឮឡើងហើយសម្លេងស្ត្រីម្នាក់នោះបានឮកទើកទាពេញបន្ទប់បានធ្វើឲ្យបេះដូងសុផលនិងស្រីពេជ្រលូតញាប់ញ័រសពកាយារួចហើយស្ត្រីម្នាក់នោះបាននិយាយមកកាន់អ្នកទាំងពីរថាសូមកុំខ្លាចអីខ្ញុំមិនធ្វើអ្វីអ្នកទាំងពីរនោះទេនិយាយរួចស្ត្រីម្នាក់នោះក៏បានសើចយ៉ាងក្អាកក្អាយរួចហើយក៏ងាកមុខមករកពួកគេទាំងពីរនៅពេលដែលនាងងាកមុខមកសុផលនិងស្រីពេជ្រឃើញហើយពួកគេទាំងពីរស្ទើរតែបាត់បង់ស្មារតី
ដោយមុខស្ត្រីម្នាក់នោះឡើងស្លេកស្លាំងភ្នែកខ្មៅឡើងរូងហើយមាត់របស់នាងរហែកដល់គុំត្រចៀកហើយក៏មានឈាមស្រស់ហូរចេញពីភ្នែកនិងមាត់របស់នាងទៀតផងហើយក៏បាននិយាយមកកាន់សុផលនិងស្រីពេជ្របន្ថែមទៀតថាខ្ញុំនៅទីនេះយូរហើយខ្ញុំឯកាណាស់អ្នកទាំងពីរអាចនៅកំដរជាមួយខ្ញុំបានដែរឬទេចំណែកឯសុផលនិងស្រីពេជ្រឃើញដូច្នោះពីរអ្នកប្តីប្រពន្ធបានស្រែកយំយ៉ាងខ្លាំងហើយរួចចេញពីបន្ទប់នោះដោយមិនគិតអ្វីទាំងអស់រួចហើយពួកគេបានរត់ចូលមើលក្រោមហើយព្យាយាមរើផ្លូវចេញខណៈពេលនោះទ្វារដែលបានបិទជិតនោះបានបើកដោយខ្លួនឯងបន្ទាប់មកពួកគេត្រេកអរខ្លាំងណាស់ហើយរត់ចេញពីផ្ទះនោះយ៉ាងលឿនបំផុតពេលចេញមកខាងក្រៅភ្លៀងក៏ចាប់ដើមរាំងបន្តិចដែលអាចមើលផ្លូវឃើញយ៉ាងច្បាស់សុផលនិងស្រីពេជ្រដោយមិនបង់អង្គយូរពួកគេក៏ស្ទុះចូលក្នុងរថយន្តរបស់គេហើយបើកចេញដោយមិនបានងាកក្រោយសម្លឹងមើលផ្ទះនោះម្ដងទៀតនោះឡើយសុផលនិងស្រីពេជ្របានបើកឡានរហូតដល់ភ្លឺទើបពួកគេឈប់សម្រាកនៅក្នុងផ្ទះសំណាក់មួយក្រោយពេលបានសម្រាករៀងធូរបន្តិចសុផលនិងស្រីពេជ្រក៏បានដឹងថាផ្ទះដែលពួកគេបានចូលនោះគឺជាផ្ទះខ្មោចដែលល្បីល្បាញប្រចាំតំបន់ក្នុងវាលផ្លូវជាតិដែលគេល្បីតគ្នាថាមានស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះនោះដោយមិនដឹងមូលហេតុហើយប្រលឹងរបស់នាងនៅតែវិលវល់នៅក្នុងផ្ទះនោះរហូតតរៀងមកហើយចាប់តាំងពីថ្ងៃនោះមកសុផលនិងស្រីពេជ្រមិនហ៊ានធ្វើដំណើរតាមផ្លូវស្ងាត់ៗនៅពេលយប់ទៀតទេ